មេរៀន3ចំណុចដែលសត្វអំពិលអំពែកបានបង្រៀនអ្នកខាងក្រោមនេះគឺជាមេរៀនជីវិតដ៏មានតម្លៃ3ចំណុចដែលសត្វអំពិលអំពែកបានបង្រៀនយើងដើម្បីលើកទឹកចិត្តឲ្យបន្តដំណើរទៅមុខ 1. ពន្លឺពិតប្រាកដគឺកើតចេញពីអ្វីដែលអ្នកមានក្នុងខ្លួនអ្នកមានដឹងទេថាសត្វអំពិលអំពែកមិនត្រូវការថាមពលពីព្រះអាទិត្យឬក៏ពន្លឺភ្លើងពីខាងក្រៅដើម្បីរះនោះទេប៉ុន្តែវាបង្កើតពន្លឺដោយខ្លួនឯងចេញពីខាងក្នុងដូចគ្នានេះដែរអ្នកមិនចាំបាច់រងចាំការកោតសរសើរការលើកដំកើងឬក៏ការយល់ស្របពីអ្នកដទៃទើបអ្នកអាចមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនោះឡើយក្តីសង្ឃឹមសមត្ថភាពនិងភាពជឿជាក់គឺស្ថិតនៅក្នុងចិត្តរបស់អ្នកនោះឯងចូលបញ្ចេញសមត្ថភាពនិងក្តីស្រឡាញ់ដែលអ្នកមានចេញមកខាងក្រៅដោយជឿជាក់លើតម្លៃពិតប្រាកដរបស់ខ្លួនឯង 2. កុំមើលងាយចំណុចចាប់ផ្ដើមតូចតាចឬក៏ភាពទន់ខ្សោយរបស់ខ្លួនឯងបើប្រៀបធៀបនឹងមេឃដ៏ធំល្វឹងល្វើយនិងភាពងងឹតនៃរាត្រីពន្លឺរបស់អំពិលអំពែកមួយក្បាលគឺតូចស្ដាងមែនទែនប៉ុន្តែវានៅតែអាចបំភ្លឺនិងធ្វើឲ្យមនុស្សជុំវិញខ្លួនមើលឃើញវាបានយ៉ាងច្បាស់មេរៀនសម្រាប់ជីវិតនោះគឺកុំអស់សង្ឃឹមឬក៏តូចចិត្តនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងតូចតាចឬក៏គ្មានឥទ្ធិពលអ្វីនៅក្នុងសង្គមអំពើល្អតូចតាចការតស៊ូបន្តិចបន្តួចនៅក្នុងថ្ងៃនេះឬក៏ការផ្លាស់ប្ដូរតូចមួយនៅក្នុងជីវិតរបស់អ្នកវាអាចក្លាយទៅជាពន្លឺតម្រង់ទិសឬក៏ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកដទៃដែលកំពុងស្ថិតនៅក្នុងភាពងងឹតបាន 3. រៀនរះក្នុងពេលដែលងងឹតបំផុតសត្វអំពិលអំពែកមិនដែលបញ្ចេញពន្លឺនៅពេលថ្ងៃត្រង់នោះទេពីព្រោះពន្លឺរបស់វានឹងត្រូវបាំងបាត់ដោយពន្លឺព្រះអាទិត្យប៉ុន្តែវាជ្រើសរើសបញ្ចេញពន្លឺនៅក្នុងពេលយប់ងងឹតដែលវាជាពេលដែលមនុស្សគ្រប់គ្នាមើលឃើញវាស្អាតបំផុតមេរៀនសម្រាប់ជីវិតនៅពេលដែលជីវិតរបស់អ្នកជួបប្រទះនឹងវិបត្តិឧបសគ្គឬក៏ភាពអាប់អួរខ្លាំងបំផុតនោះហើយគឺជាឱកាសមាសដែលបង្ហាញពីភាពរឹងមាំនិងគុណតម្លៃពិតប្រាកដរបស់អ្នកការដួលរលំការឈឺចាប់នឹងជួយដកខាត់អ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំនិងភ្លឺស្វាងជាងមុនទោះបីជាពិភពលោកជុំវិញខ្លួនអ្នកងងឹតប៉ុណ្ណាចូលធ្វើខ្លួនជាអំពិលអំពែកនៃជីវិតរបស់ខ្លួនឯងហើយបន្តរះដោយភាពជឿជាក់